បាទវាសួរបងប្អូនបាទអេបងប្អូនបាទឥឡូវជាផ្លូវការបាទនៅវ៉ានីជាមួយមហាម៉ាត់គឺជាផ្លូវការហើយបងប្អូនគិតថាយ៉ាងណាដែរនៅវ៉ានីអាចទៅរួចជាមួយមហាម៉ាត់ទេបាទបើសម្រាប់ខ្ញុំគិតថាប្រហែលជាពិបាកបន្តិចបាទព្រោះមហាម៉ាត់ញាប់បាទវាយញាប់រីឯនៅវ៉ានីវើលអញ្ចឹងខ្ញុំគិតថាចេញមិនទាន់មហាម៉ាត់ណាព្រោះមហាម៉ាត់បុកឲ្យញាប់ទៀតបាទអានេះគំនិតរបស់ខ្ញុំទេខ្ញុំគិតថាអញ្ចឹងចុះហើយចំពោះបងប្អូនតើបងប្អូនយល់យ៉ាងណាបាទយើងមើលសកម្មភាពនៃការប្រកួតកន្លងមកយើងឃើញថាមហាម៉ាត់ធ្វើបានល្អបាទធ្វើបានល្អបាទហើយនៅវ៉ានីគាត់ធ្វើបានមួយរយៈចុងក្រោយនេះរៀងដូចថាមិនល្អប្រហែលអីទេបាទខ្ញុំគិតថាមិនល្អទេជំហានចំហរបស់នៅវ៉ានីប៉ុន្តែបងប្អូនមួយចំនួនតូចគាត់ពេញចិត្តនឹងការប្រយុទ្ធរបស់នៅវ៉ានីទើបគាត់ចេះតែគូកងរហូតដល់លោកគ្រីពីឡុតគាត់អាចសម្រេចថានឹងដាក់គូនេះឲ្យជួបគ្នាបាទដាក់គូនេះឲ្យជួបគ្នាហើយសម្រាប់ខ្ញុំខ្ញុំឲ្យមហាម៉ាត់6នៅវ៉ានី40បាទ60បាទនេះសម្រាប់គូ2នេះគូ2នាក់នេះព្រោះអីដូចខ្ញុំបានជម្រាបអញ្ចឹងថាមហាម៉ាត់គឺគាត់ញាប់ល្អបុកឲ្យញាប់ទៀតបាទបុកញាប់ចេញមកកំ plei បាទបុកញាប់ចេញមកកំ plei ហើយចំពោះនៅវ៉ានីគាត់វើលទាត់ម៉ាត់កែងមានគ្រប់ដែរតែគាត់វើលមួយអញ្ចឹងចង់និយាយថាការចេញអាវុធរបស់នៅវ៉ានីគឺយឺតបាទយឺតអញ្ចឹងកាលណាយើងចេញយឺតគឺមិនទាន់អ្នកលឿនទេបុកហើយលឿនទៀតដល់អញ្ចឹងយើងពិបាកក្នុងការគ្រប់គ្រងស្ថានភាពដែលមានដែលប្រកួតនៅលើសេវីនបាទហើយមួយទៀតយើងគិតថានិយាយអំពីការវឹកហាត់ខ្ញុំហ៊ានថាបាទខ្ញុំហ៊ានថានៅវ៉ានីសកម្មភាពនៃការវឹកហាត់របស់គាត់គឺមិនដល់មហាម៉ាត់ទេបាទសកម្មភាពនៃការវឹកហាត់របស់មហាម៉ាត់គឺដោយបងប្អូនជ្រាបស្រេចហើយបាទបងប្អូនជ្រាបស្រេចហើយសកម្មភាពនៃការវឹកហាត់របស់នៅវ៉ានីគឺមិនដល់មហាម៉ាត់ទេព្រោះខ្ញុំគិតថាមហាម៉ាត់គេបុកវឹកហាត់ខ្លាំងជាងបាទអញ្ចឹងហើយបានខ្ញុំឲ្យ60ឲ្យមហាម៉ាត់6ឲ្យនៅវ៉ានី40បាទអញ្ចឹងគូនេះសរុបសេចក្តីមកគឺមហាម៉ាត់6នៅវ៉ានី40មានន័យថាជ័យជំនះនឹងបានទៅមហាម៉ាត់បាទសូមអរគុណសូមជម្រាបលាបាទ